Pù áo chui xe lôi nhom bẩn tịch bàn tế. Mạc nhom chư chui xe lôi nhom dọc tệp xia ba mạc nhom phong. Nhưng không một pina. Hiên một bọc lôi bóng bọc nhom mền tế. Tranh tờ. Chắp tờ ở ngay tờ. Không tôi xót no mạc một bọc lôi kê hỏi công tờ cùng riêng không ấy. សម័យនេះគេចូលចិត្តប្រើល្បិចនេះណាស់យកអ្នកជំងឺមកធ្វើជាលេសបោកលុយយើងកុំចាញ់បោកគេឲ្យសោះពួកឲ្យជួយឲ្យលុយខ្ញុំខ្លះហើយបើបានក្រដាស់ធំកាន់តែល្អឲ្យ$10ហើយនៅឧទាហរណ៍ចង់បានក្រដាស់ធំទៀតមិនរៀនធ្វើអីល្អទៅលុយ1សេនក៏គ្មានឲ្យដែរមែនហើយសម័យនេះអ្នកសុំទានពិតជាខ្លាំងមែនឲ្យហើយនៅឧទាហរណ៍នេះច្បាស់ជាក្រុមបោកប្រាស់អាជីពហើយនាងក្មេងគុំលោភលន់ពេក$10ទិញនំប៉ាវនឹងទឹកបានហើយនៅរឧទៀតចង់បានប៉ុន្មានទៀតមានលុយច្រើនម្លឹងហើយនៅមកខ្ចីលុយខ្ញុំទៀតអញគិតថាខ្ញុំជាមនុស្សល្ងងមែនទេកាន់លុយប៉ុន្មានរយនឹងមកធ្វើជាអ្នកសុំទានបោកគេនៅទីនេះមកអញពីការអង្គុយលើទេរុញអញបែរជាយកគាត់មកធ្វើជាឧបករណ៍រកលុយខ្ញុំមិនមែនបែបនឹងទេពូខ្ញុំអត់បានបោកលុយទេលុយទាំងនេះខ្ញុំសន្សំទុកខ្ញុំក្រោកពីព្រលឹមរាល់ថ្ងៃដើររើដបនិងក្រដាស់តាមធុងសម្រាមគ្រប់ផ្លូវខ្ញុំសន្សំជាងកន្លះឆ្នាំទើបបានប៉ុណ្ណឹងពូគ្រូពេទ្យនៅមន្ទីរពេទ្យប្រាប់ថាថ្នាំម៉ាក់ត្រូវទិញនៅអស្ថានធំតែគេប្រាប់ថាគេទទួលតែក្រដាស់ប្រាក់ធំឬកាតគេមិនទទួលលុយកាក់ដែលខ្ញុំរើបានទេខ្ញុំយកលុយទៅដូរនៅហាងគេមិនព្រមដូរឲ្យលុយប៉ុន្មានរយនេះខ្ញុំដូរពីកន្លែងទិញអេកចាយមកតែនៅខ្វះលុយទិញថ្នាំទៀតខ្ញុំគ្រាន់តែចង់ខ្ចីលុយពូខ្លះបើខ្ញុំលក់10អស់ខ្ញុំនឹងសងពូវិញអាម៉េចខ្ញុំមិនជឿពីឯងទេសុំទោសណាអូនពូយល់ច្រឡំលើអូនហើយពូសុំទោសយកទៅនាំមកអញទៅព្យាបាលជំងឺទៅអត់ទេពូអូនមិនអាចយកច្រើនម្លេះទេអូនត្រូវការតែប៉ុន្មានរយដើម្បីទិញថ្នាំប៉ុណ្ណោះលុយច្រើនម្លេះអូនរើសអេតចាយមួយជីវិតក៏សងមិនរួចដែរគុំនិយាយផ្ដេសផ្ដាស់ពូឲ្យហើយយកទៅជំងឺម៉ាក់ឯងរងចាំមិនបានទេបើមិនគ្រប់ទៅរកពូនៅក្រុមហេហ៊ូឯចុងផ្លូវចាស់ពូឈ្មោះចៅហេហ៊ូត្រូវហើយយកទៅនេះពូហេឲ្យឯងទុកចិត្តយកទៅចុះអរគុណពូហេហ៊ូអរគុណពូហាំងម៉ៅពូនេះជាវត្ថុដែលអូនពាក់ជាប់ខ្លួនតាំងពីតូចម៉ាក់ថាវាសំខាន់ណាស់តែពេលនេះត្រូវសង្គ្រោះម៉ាក់សិនអូនយកវាដាក់បញ្ចាំនឹងពូសិនចាំអូនមានលុយអូននឹងមកលុះវិញបានទេអ្នករើសអេតចាយរស់នៅតាមផ្លូវបែរជាមានវត្ថុមានតម្លៃរបស់ត្រកូលធំបែបនេះពីអ្នកម្ដាយកូននេះមិនធម្មតាទេយកទៅវិញទៅក្មួយចាំទុកណាគ្រឿងអលង្ការនេះកុំយកមកឲ្យអ្នកណាឃើញឲ្យសោះក្រៅនេះមានមនុស្សអាក្រក់ច្រើនបើគេឃើញមិនត្រឹមតែបាត់របស់ទេទាំងក្មួយទាំងម៉ាក់នឹងមានគ្រោះថ្នាក់យកទេយកឲ្យពូហេហ៊ូអាឡូលោកនៃក្រុមហ៊ុនមែនទេលោកឆាប់មកខ្ញុំរកឃើញហើយបន្តោងថ្មដែលលោករក5 ឆ្នាំមកហើយគឺនៅលើក្មេងស្រីសុំទានម្នាក់នៅមុខហាងមីផ្លូវខាងជើងក្នុងក្រុងចាស់នេះឆាប់មកណាបើយឺតគេទៅបាត់ហើយអាឈួតអញធ្វើអីហ្នឹងនៅនឹងហើយពិតជានៅនឹងមែនលោកនៅត្រង់នោះអើយ6 ឆ្នាំហើយខ្ញុំរកឯងពេញ6 ឆ្នាំពេញមេឃមានភ្នែកមែនខ្ញុំមិននឹកស្មានថាមានកូនស្រីម្នាក់ទៀតបងប្រុសអរគុណដែលបានជួយក្មេងស្រីនិងខ្ញុំចងចាំមិនភ្លេចទេបើគ្មានលុយ10000របស់បងនឹងចិត្តមេត្តានោះខ្ញុំប្រហែលជាមិនបានជួបពួកគាត់ទៀតទេលោកមិនបាច់ទេខ្ញុំទោះជាមនុស្សក្រោធក្រៀតតែក៏ដឹងថាត្រូវរកលុយដោយត្រឹមត្រូវខ្ញុំជួយព្រោះក្មេងនេះក៏តែញោមមិនមែនព្រោះលុយលោកទេលុយ10000ហ្នឹងគឺខ្ញុំឲ្យក្មេងស្រីនោះទុកចាយលេងទៅចុះបងប្រុសខ្ញុំមានរឿងមួយចង់ពឹងពាក់បងកាលពី6 ឆ្នាំមុនជីវយូស្រាប់តែបាត់ខ្លួនមិនមែនជារឿងចៃដន្យទេឥឡូវនេះពួកគេទាំងពីរត្រឡប់មកវិញមិនដឹងមានមនុស្សប៉ុន្មានអ្នកកំពុងតាមឃ្លាំមើលទេលោកឆ្លងកាត់រឿងរ៉ាវក្នុងពិភពលោកច្រើនក្រសែភ្នែកមុតស្រួចហើយក៏ដាច់ខាតទៀតខ្ញុំចង់ជួលលោកនិងបងប្អូនលោកឲ្យមកមើលការខុសត្រូវសន្តិសុខក្នុងភូមិគ្រីឌីជាងមានតែឲ្យលោកនៅក្បែរនាងនិងជីវយូទើបខ្ញុំអាចទុកចិត្តបានខ្ញុំទទួលយកការងារនេះមានខ្ញុំចៅហៃហ៊ូនៅទីនេះគ្មានអ្នកណាអាចប៉ះពាល់ពួកគេបានឡើយបងហៃហ៊ូនេះហើយជាអ្នកមានគុណដែលបងលូបានជួយពីតាមផ្លូវអ្នកគ្រប់គ្រងភូមិគឺនិយាយថាកញ្ញាលីននេះគឺជាកូនប្រសារដែលលោកម្ចាស់លូបានកំណត់ទុកតាំងពីមុនស្លាប់ហើយគាត់លួចស្រឡាញ់លោកលូជាច្រើនឆ្នាំមកហើយកូនប្រសារអនាគតខ្ញុំមានអារម្មណ៍ថានាងម្នាក់នេះមិនមែនមកល្អទេបងឆឹងខ្ញុំមើលថាបងស្រីជីវយូនឹងកូនរកឃើញវិញហើយខ្ញុំសប្បាយចិត្តណាស់ប៉ុន្មានឆ្នាំនេះឃើញបងតាមរកយ៉ាងលំបាកខ្ញុំពិតជាអាណិតណាស់សំណាងហើយដែលគ្រួសារបងបានជួបជុំគ្នាវិញវាយអរគុណដែលនឹកឃើញដល់ពួកគេនេះជាតូតាបាប៊ីដែលខ្ញុំកំងពីបារាំងឲ្យនាងនេះមែនទេនាង
លោកលូកាដែលលោកគួរឲ្យស្រឡាញ់ណាស់ដោយកូនចៅលោកប្រុសបេះដាក់តែម្ដងខ្ញុំជាអ្នកមីងលីងវៃណាចាប់ពីពេលនេះទៅទីនេះជាផ្ទះរបស់កូនអ្នកមីងនឹងស្រឡាញ់កូនដោយម្ដាយបង្កើតអញ្ចឹងយកទេក្មេងនេះខ្មាស់ហ៊ានទៀតមិនអីទេថ្ងៃក្រោយអ្នកមីងមកលេងកូនញឹកញាប់គឺស្គាល់គ្នាហើយលោកប្រុសតើស្ថានភាពអ្នកនាងជីវយូយ៉ាងម៉េចហើយគ្រូពេទ្យថាគាត់អាចដឹងខ្លួនទេគ្រូពេទ្យថាប្រព័ន្ធប្រសាទគាត់រញ៉េញ៉ៃខ្លាំងហាក់ដូចជាប្រើថ្នាំសង្កត់ប្រសាទយូរពេកទើបគាត់សន្លប់6ឆ្នាំមកនេះបើដកជីពិតចេញអាចនឹងដឹងខ្លួនវិញស្ត្រីម្នាក់នេះកំពុងខ្លាចអ្នកនាងជីវយូដឹងខ្លួនអូល្អណាស់បើអ្នកនាងជីវយូដឹងខ្លួនខ្ញុំក៏អស់បារម្ភដែរលោកប្រុសលោកហត់ណាស់ហើយយប់នេះត្រូវសម្រាប់ឲ្យបានច្រើនបើត្រូវការជំនួយខ្ញុំមកជួយមើលថែបានមិនបាច់ទេមានហៃហ៊ូនិងក្រុមគ្រូពេទ្យនៅទីនេះសុវត្ថិភាពហើយហូបគឺយ៉ាងម៉េចហើយចាប់ពីយប់នេះទៅបង្កើនកម្រិតសុវត្ថិភាពជុំវិញបន្ទប់អ្នកជំងឺឲ្យខ្ពស់បំផុតហើយទៅយកកាមេរ៉ាខ្នាតតូចក្នុងឡានខ្ញុំមកដាក់ពីលើគ្រែអ្នកជំងឺនិងលើធ្នើសៀវភៅហូគឺលោកសង្ស័យអ្នកនាងលីនមែនទេស្ត្រីម្នាក់នេះសម្ដែងបានដូចពេកដូចរហូតធ្វើឲ្យខ្ញុំព្រឺក្បាលខ្ញុំធ្លាប់ឃើញឆ្កែខាំមនុស្សច្រើនណាស់ឆ្កែដែលកាចសាហាវពិតប្រាកដមនុស្សដែលគេចង់បានគេមិនដែលស្រែកប្រាប់ទេបងខ្លាមានរឿងហើយកុំភ័យនេះមានគេប្រោបកកាត់ផ្ដាច់សញ្ញាទៅនាំបងប្អូន2នាក់ទៅជាមួយខ្ញុំដើម្បីចាប់កណ្ដោះជាងជីវយូនាងស្រីថោកទាបហេតុអ្វីមិនស្លាប់នៅខាងក្រៅទៅ6ឆ្នាំហើយដែលខ្ញុំនៅក្បែរលោកប្រុសឈឿនលោកម្ចាស់លូក៏ចិត្តស្លាប់ខ្ញុំក៏ចិត្តបានរៀបការចូលត្រកូលលូហើយហេតុអ្វីនាងត្រូវត្រឡប់មកពេលនេះហេតុអ្វីនាងត្រូវដឹងខ្លួនឡើងវិញបើនាងនៅជាមនុស្សថ្លង់បែបនេះលោកប្រុសឈឿននឹងជារបស់ខ្ញុំហើយទ្រព្យត្រកូលលូក៏ដូចគ្នារកហៃហ៊ូត្រឹមពួកក្មេងទំនើងដូចពួកនាងក៏ហ៊ានមករ៉ាំងភ្លើខ្ញុំដែរចាំស្អែកព្រឹកពេលជាងជីវយូស្លាប់ហើយនាឡិកាត្រូវបានគេរកឃើញក្នុងបន្ទប់ពួកនាងលោកប្រុសឈឿននឹងគិតថាពួកនាងជាចោរហើយនឹងចោទថាពួកនាងធ្វើឲ្យជាងជីវយូស្លាប់ដល់ពេលនោះពួកនាងទាំងអស់ត្រូវតែជាប់គុកអ្នកនាងលីនឲ្យយប់ជ្រៅហើយនៅមកបន្ថែមអាហារឲ្យអ្នកជំងឺទៀតហត់នឿយណាស់មែនទេចៅហ៊ុយហ៊ូអ្នកហ៊ានលួចចូលក្នុងបន្ទប់អ្នកជំងឺមែនទេដឹងទេថាទីនេះជាកន្លែងណាយប់អាទិត្យតំណងគេមកមើលគាត់ចង់ធ្វើបាបអ្នកនាងជីវយូមែនទេខ្ញុំចង់ធ្វើបាបអ្នកនាងលីនសម្លៀកបំពាក់ជាលីនបឋាយិកានេះសំនឹងអ្នកនាងណាពេលថ្ងៃជាកូនស្រីត្រកូលលីនដ៏ខ្ពង់ខ្ពស់ពេលយប់បែរជាខ្លាយជាទេវតាឈុតមកបញ្ចុកថ្នាំដោយខ្លួនឯងមានរឿងអ្វីបងឈឿនពួកគេធ្វើបាបខ្ញុំនិងអ្នកនាងជីវយឺខ្ញុំគេងមិនលក់ព្រោះបារម្ភពីគាត់ក៏មកមើលស្រាប់តែឃើញចៅហ៊ុយហ៊ូកំពុងប៉ុនប៉ងធ្វើបាបគាត់ថែមទាំងលួចនាឡិកាថ្លៃក្នុងបន្ទប់ធ្វើការបងទៀតបងមើលចុះម្ជុលនេះហើយដែលវាចង់ធ្វើបាបគាត់ពេលខ្ញុំឃើញវាថែមទាំងចង់សម្លាប់បំបិតមាត់ខ្ញុំទៀតពួកនេះមានចិត្តអាក្រក់ណាស់បងកុំចាញ់បោកពួកគេឲ្យសោះកុំនិយាយផ្ដេសផ្ដាសគឺអ្នកឯងទេដែលចង់ដាក់ថ្នាំពុលហើយចង់ទម្លាក់កំហុសមកលើពួកយើងបងមើលចុះពួកប្រៃផ្សៃនេះថែមទាំងជាខ្ញុំទៀតតើវាមានរឿងអ្វីទៅផ្ដល់ការបកស្រាយមកខ្ញុំមកបកស្រាយមកលោកម្ចាស់លូមើលរឿងគ្រប់គ្រាន់ហើយដល់ពេលត្រូវបង្ហាញការពិតហើយសៀងជីវយូហេតុអ្វីមិនស្លាប់នៅខាងក្រៅទៅបើអ្នកធ្វើជាមនុស្សក៏រហូតទៅឈឹងនឹងខ្លាយជារបស់ខ្ញុំទេមិនមែនបែបនេះទេស្ដាប់ខ្ញុំសិនឈឹងជឿខ្ញុំចុះនេះជារឿងคล้ายៗគឺចៅហ៊ុយរូបង្កើតវាឡើងគាត់កំពុងមួលបង្កាច់ខ្ញុំឈឹងអ្នកត្រូវតែជឿខ្ញុំលូឈឹងព្រោះខ្ញុំលូឈឹងប្រតិបត្តិជាមួយត្រកូលលីនអ្នកមិនអន់ទេតែខ្ញុំមិននឹកស្មានថាអ្នកមានចិត្តពោះក្បត់បែបនេះសូម្បីតែជីវយូនិងកូនស្រីខ្ញុំក៏អ្នកមិនលែងដែរយកលទ្ធផលតេស្តមកលោកលូនេះជាថ្នាំរារាំងសរសៃប្រសាទកម្រិតខ្ពស់បើចាក់ចូលទៅអ្នកជំងឺនឹងដាច់ខ្យល់ស្លាប់ក្នុង10នាទីល្អណាស់ចាប់ពីពេលនេះទៅក្រុមហ៊ុនលូនឹងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយត្រកូលលីនដកទុនទាំងអស់ចេញហើយប្តឹងត្រកូលលីនខ្ញុំនឹងធ្វើឲ្យត្រកូលលីនខ្សែធនក្នុងមួយសប្តាហ៍ឈឹងកុំអីខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំគ្រាន់តែវង្វេងស្មារតីមួយពេលប៉ុណ្ណោះទៅឲ្យឆ្ងាយចៅហៃហ៊ូស្ដាប់យកស្រីចិត្តអប្រិយនេះទៅបោះចោលក្រៅភូមិគ្រីស្ទចាប់ពីពេលនេះទៅហាមលីនវៃនិងក្រុមគ្រួសារគេចូលមកក្នុងភូមិគ្រីស្ទខ្ញុំជាដាច់ខាតបើគេហ៊ានចូលមកចិត្តអ្នកនឹងជីវយឺទៀតកុំប្រណីដៃបានរឿងនេះបងប្អូនខ្ញុំចូលចិត្តធ្វើណាស់ពូហៃហ៊ូប៉ាម្រាមដៃម៉ាក់កំរើកហើយជីវយឺអូនឺបងនិយាយទេបងផ្លោឈឿនណាម៉ាក់ដឹងខ្លួនហើយម៉ាក់អើយបងសុំទោសជីវយឺដែលមិនបានការពារអូនឲ្យបានល្អធ្វើឲ្យអូននិងកូនត្រូវលំបាកប៉ុន្មានឆ្នាំមកនេះអស្ចារ្យណាស់ពិតជាអស្ចារ្យមែនបន្ទាប់ពីថ្នាំពុលក្នុងខ្លួនត្រូវបានលាងសម្អាតខួរក្បាលដែលខូចខាតកំពុងតែជាសេះស្បើយឡើងវិញយ៉ាងលឿនហើយការចងចាំរបស់គាត់ក៏នៅល្អដែរផ្លោឈឿនលីនវៃជាស្រីចិត្តអប្រិយណាស់បងគុំជឿគេឲ្យសោះ
គ្រោះថ្នាក់ចរាចរណ៍កាលនោះមិនមែនជាគ្រោះថ្នាក់ធម្មតាទេគឺគាត់ដែលចង់សម្លាប់ខ្ញុំបងថ្លៃនិយាយយឺតមកតាមមានរឿងអ្វីមានខ្ញុំនឹងលោកប្រធាននៅទីនេះទូមេក្រឡុងក៏ពួកយើងជួយដែរ6 ឆ្នាំមុនពេលខ្ញុំដឹងថាមានផ្ទៃពោះនានាខ្ញុំចង់ផ្ដល់ភាពភ្ញាក់ផ្អើលដល់លោកលូតែរសៀលថ្ងៃនោះលីនវៃហៅខ្ញុំទៅជួបហើយក៏ស្ទាក់ខ្ញុំនៅផ្លូវតូចក្នុងក្រុងចាស់គាត់យកសាច់10លានមកឲ្យខ្ញុំបង្ខំឲ្យខ្ញុំរំលូតកូនចៅហើយចាក់ចេញពីលោកលូគាត់ថាមានតែគាត់ទេដែលស័ក្តិសមនឹងត្រកូលលូខ្ញុំគ្រាន់តែជាស្រីធម្មតាមិនស័ក្តិសមនឹងចូលត្រកូលលូទេខ្ញុំបដិសេធហើយដើរចេញតែមិននឹកស្មានថាពេលដល់ផ្លូវបំបែកមានឡានដឹកដីខ្មៅមួយគ្រឿងបើកមកបុកខ្ញុំចំបើខ្ញុំមិនគេចទាន់ពេលទេម្លេះខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយខ្ញុំខំប្រឹងដង្ហើមចុងក្រោយរត់ចូលទៅក្នុងភូមិអ្នកក្រហើយបានអ្នកស្រីចិត្តល្អម្នាក់ជួយឲ្យខ្ញុំសម្រាលកូនបានតែរបួសក្បាលខ្ញុំធ្ងន់ធ្ងរពេកក្រោយសម្រាលកូនបានបន្តិចខ្ញុំក៏សន្លប់បាត់ស្មារតីទៅ6 ឆ្នាំមកនេះទោះរាងកាយខ្ញុំកម្រើកមិនបានតែស្មារតីខ្ញុំនៅដឹងខ្លួនខ្ញុំមើលនាងយំឃ្លានឬគាត់ទៅរើដបទឹកជារៀងរាល់ថ្ងៃខ្ញុំថែមទាំងងឺថាលីនវៃបញ្ជូនមនុស្សមកក្លែងបន្លំអ្នកហ៊ានដាក់ថ្នាំពោក្នុងផ្ទៃខ្ញុំមែនទេគេមិនចង់ឲ្យខ្ញុំស្រឡាញ់កូននេះទេឃាតកម្មលើស្ត្រីមានផ្ទៃពោះសូប៉ានគ្រូពេទ្យដាក់ថ្នាំពោលាក់បាំងរឿងនេះអស់6 ឆ្នាំ